បាទស្វាគមន៍មកកាន់ Channel ធីតា168បាទខ្ញុំបាទសូមចែករំលែកនៅចំណេះដឹងតិចតួចសម្រាប់ចែកជូនទៅដល់បងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំទៅនេអញ្ចឹងចង់ចែករំលែកទាក់ទងទៅនឹងបញ្ហា Gmail ដែលយើងបានភ្ជាប់ទៅលើទូរស័ព្ទដៃច្រើនដោយសារយើងយក Gmail របស់យើងទៅភ្ជាប់ទៅលើទូរស័ព្ទដៃផ្សេងៗណាអញ្ចឹងទៅយើងត្រូវការសាញ់ឲ្យវាចេញទាំងអស់ដើម្បីសុវត្ថិភាព Gmail របស់យើងព្រោះអីនៅពេលណាដែលយើងភ្ជាប់ Gmail ទៅលើទូរស័ព្ទដៃផ្សេងវាធ្វើឲ្យឯកសាររបស់យើងដែលយើងមានហ្នឹងវាអាចចូលទៅកាន់ទូរស័ព្ទដៃផ្សេងៗដែរដោយសារថា Gmail មួយมันអាចប្រើច្រើនទូរស័ព្ទបានប្រើបានតែមួយអញ្ចឹងកាលនោះខ្ញុំក៏ដឹងដែរអញ្ចឹងណាខ្ញុំនឹកឃើញថាវាមិនអីនៅពេលឥឡូវយើងគួរតែរក្សាឯកជនភាពរបស់យើងដែរអញ្ចឹងណាឥឡូវយើងដើម្បីយើងទៅដក Gmail របស់យើងដើម្បីកុំឲ្យភ្ជាប់នឹងទូរស័ព្ទផ្សេងទៀតបាទជំហានទី1គឺយើងចូលទៅក្នុង Chrome បងប្អូនណាអញ្ចឹងយើងទៅរក Chrome មកបើសិនបងប្អូនប្រើ Safari ក៏បាន Chrome ក៏បានតែខ្ញុំមាន Chrome អញ្ចឹងខ្ញុំចូលទៅ Chrome នេះ Chrome នេះមកបាទជំហានងាយអញ្ចឹងបងប្អូនមើលឲ្យទាន់ណាបន្តមកទៀតបងប្អូនចុចត្រង់កន្លែងចម្រុងបាសខាងលើចុចត្រង់កន្លែង search Google នេះមករួចបងប្អូនវាយពាក្យថាណា my account .google.com ណាតទៅបងប្អូនចុចពាក្យទៅ search មកបាទអញ្ចឹងមកដល់ចំណុចនេះបងប្អូនចុចត្រង់កន្លែងថា my account នេះមកនេះកន្លែងគេដាក់ថា AI overview នេះមករួចបាទអញ្ចឹងមកដល់ចំណុចនេះបាទយើងទៅស្វែងរកពាក្យថា manager manage all the while អញ្ចឹងយើងបាទអញ្ចឹងយើងចង់យើងទៅមើលសិនយើងមើលកន្លែងសិនមើលចង់ដឹងថាតើយើងចង់ដក Gmail ណាដែលយើងចង់ដកឧទាហរណ៍ថា Gmail ណាដែលយើងបានភ្ជាប់ទៅលើទូរស័ព្ទដៃច្រើនយើងចូលក្នុង Gmail យើងសិនមកបាទអញ្ចឹងខ្ញុំចង់ដកនេះ Gmail របស់ខ្ញុំដែលខ្ញុំភ្ជាប់ទៅលើទូរស័ព្ទដៃច្រើនហ្នឹងគឺ Gmail មួយនេះអញ្ចឹងខ្ញុំសុំចូលទៅក្នុង Gmail មួយនេះសិនបាទអញ្ចឹងមកដល់ចំណុចនេះហើយយើងទៅមើលត្រង់កន្លែង manager របស់នេះមកបាទអញ្ចឹង Gmail របស់ខ្ញុំហ្នឹងបានភ្ជាប់ទៅលើទូរស័ព្ទដៃ4គ្រឿងមានថា4 app 4គ្រឿងអញ្ចឹងយើងចុចចូលមកបាទចុចលើវាមួយបាទយើងទៅរកមើលទូរស័ព្ទណាដែលយើងបានភ្ជាប់ឥឡូវនេះ Gmail ខ្ញុំធ្លាប់ភ្ជាប់អស់ឥឡូវខ្ញុំបានសាញ់ឲ្យអស់ច្រើនហើយអញ្ចឹងយើងរកវានៅសល់4ទៀតដែលយើងត្រូវសាញ់ឲ្យចេញអញ្ចឹងទី1នេះទី1របស់ខ្ញុំផ្ទាល់ទី2របស់នេះទូរស័ព្ទ model Oppo A58 យើងទៅដកដែរហើយវានៅសល់2ទៀតអត់ឃើញនេះនៅសល់2ទៀតនេះអញ្ចឹងយើងអាចដកនេះមួយមកចុចអញ្ចឹងខ្ញុំសុំសាញ់ឲ្យទៅលើទូរស័ព្ទនេះមួយសូមរងចាំបន្តិចបាទបន្ទាប់ចេញបែបនេះហើយយើងចុចពាក្យថាសាញ់ឲ្យដូចជាពាក្យអូខេបាទអញ្ចឹងវាបានសាញ់ឲ្យបានមួយហើយបាទអញ្ចឹងយើងសាញ់ឲ្យមួយទៀតនេះលើទូរស័ព្ទដៃមួយនេះបាទអញ្ចឹងយើងចុចត្រង់កន្លែងពាក្យថាសាញ់ឲ្យអូខេអញ្ចឹងតែទូរស័ព្ទដៃមួយនេះដោយសារតែទូរស័ព្ទដៃមួយនេះគឺជាទូរស័ព្ទរបស់ខ្ញុំដែរទេអញ្ចឹងយើងទុកតែ2គ្រឿងទេសម្រាប់បោះប្រើផ្ទាល់ខ្លួនឯងអញ្ចឹងក្រៅពីនឹងយើងសាញ់ឲ្យអស់ដោយសារតែយើងរក្សាឯកជនភាពរបស់យើងមិនអាចយក Gmail របស់យើងទៅឲ្យអ្នកផ្សេងប្រើប្រាស់បានទេគឺក្រុមហ៊ុនតម្រូវឲ្យយើងត្រូវការប្រើប្រាស់ Gmail ផ្ទាល់ខ្លួននិងបង្កើតថ្មីដោយខ្លួនឯងបាទអញ្ចឹងវីដេអូនេះ
សង្ឃឹមថាបងប្អូននឹងអាចយល់ហើយក៏អនុវត្តទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអញ្ចឹងបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនអាចចុច share comment like ឬក៏ subscribe channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗបាទអញ្ចឹងក៏មានតែប៉ុណ្្នឹងឯងបាទសូមអរគុណសូមជម្រាបលា